นึกเคยการในធ្វើការในไทยពេលមើលរូបភាពវីដេអូចាស់ៗនេះហើយគឺនឹកមែនតើបាទគឺនិយាយថាយើងធ្លាប់ធ្វើការនៅកន្លែងណាមួយយើងដូចយូរឆ្នាំយូរខែអញ្ចឹងយើងតែងតែមានចិត្តយើងជាប់នៅអារម្មណ៍របស់យើងគឺមិនអាចបំភ្លេចបានទេហើយពេលដែលយើងធ្វើការនៅកន្លែងណាមួយអញ្ចឹងគឺយើងតែងតែថតវីដេអូទុកជាអនុស្សាវរីយ៍ថ្ងៃណាមួយយើងបានចាក់ចែងពីកន្លែងនោះចេញពីកន្លែងការងារនោះឲ្យមករកកន្លែងការងារថ្មីក៏នៅតែនឹកឃើញពីការសប្បាយជួបជុំមួយបងប្អូនហើយនឹងមួយម្ចាស់ផ្ទះដែលជាត្រូវជាថៃគាត់ចិត្តល្អមែនតើនឹងក៏លោកអ៊ំហើយនឹងយាយម៉ាក់យាយហ្នឹងហើយនឹងគឺជាប្អូនស្រីគុណម្ដាយមីងរបស់ខ្ញុំហើយគាត់ថានៅក្នុងគឺរកត្រីបានហូបឲ្យបបោហើយនៅនឹងហើយសម្បូរទៅដោយត្រីហើយស្រះគាត់អញ្ចឹងពេលភ្លៀងបងខ្ញុំចោះចាប់ត្រីចាប់អីបានច្រើនហើយអាំងអញ្ចឹងហូបជុំគ្នាទៅគឺសប្បាយណាស់លក្ខណៈពីថាយើងធ្វើការនៅស្រុកគេប្រទេសគេមែនប៉ុន្តែហត់មែនប៉ុន្តែយើងក៏មានពេលខ្លះហ្នឹងគឺយើងត្រូវការរកត្រីរកអីដើម្បីហូបនិយាយទៅគឺហូបរាល់ថ្ងៃនៅហ្នឹងនៅថៃហ្នឹងគឺអត់ដែលមានថាខែណាថ្ងៃណាដែលខ្វះត្រីទេហើយតែយើងរកគឺល្អឯងគឺដឹងតែបានហូបហើយវាមិនបានច្រើនអីទេគាត់តែបានតិចតួចហើយនេះចាប់ផ្ដើមបំពងហ្នឹងណាបំពងអាត្រីកំភ្លៀងនេះគឺស្រួយឲ្យវាស្រួយមកនេះដាក់ខ្លាញ់ឲ្យច្រើនហើយខ្ញុំបានទៅរកទេបើថារឿងធ្វើខ្ញុំអត់សូវបានធ្វើទេព្រោះអីណានោះគឺមកហូបគឺខ្ញុំធ្វើអត់កើតទេព្រោះអីថានោះគេហូបបែបគេយើងហូបបែបយើង